អ្វីបានជាមីស៊ីលរបស់ប្រទេសរុស្ស៊ីអាចហោះបុកចំកណ្ដាលទីក្រុងគៀវបានអ៊ុយក្រែនទើបសារភាពប្រាប់ថាខ្វះប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែនប្រកាសខ្វះប្រព័ន្ធការពារដែនអាកាសទើបធ្វើឲ្យមីស៊ីលរបស់រុស្ស៊ីហោះបុកចូលក្នុងទីក្រុងគៀវសម្លាប់មនុស្ស23នាក់លោកវ៉ាឌីមៀពូទីនបានបើកការវាយប្រហារទ្រង់ទ្រាយធំទៅលើប្រទេសអ៊ុយក្រែនឥតដកដៃឡើយដោយស្រោចមីស៊ីលយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់ថ្នាក់ឥឡូវនេះទីក្រុងគៀវប្រកាសថាខ្លួនកំពុងតែខ្វះប្រព័ន្ធការពារដែនអាកាសយ៉ាងធ្ងន់ធ្ងរជាហេតុបណ្ដាលឲ្យមីស៊ីលរបស់ប្រទេសរុស្ស៊ីជាង20គ្រាប់ហោះធ្លាយទម្លុះចូលរដ្ឋធានីសម្លាប់មនុស្ស23នាក់តាមការបញ្ជាក់ពីកងទ័ពដែនអាកាសអ៊ុយក្រែននៅថ្ងៃអង្គារទី7ខែកក្កដាឆ្នាំ2026ក្នុងការវាយប្រហារកាលពីថ្ងៃអាទិត្យមីស៊ីលប៉ាឡេស្ទិករុស្ស៊ីចំនួន23គ្រាប់បានហោះចូលរដ្ឋធានីគៀវទាំងដែលគ្មានមីស៊ីលណាមួយអាចស្ទាក់ចាប់បានសោះឡើយអ្នកនាំពាក្យកងកម្លាំងទ័ពអាកាសអ៊ុយក្រែនលោកយូរីអ៊ីនណាតដែលត្រូវបានដកស្រង់សម្ដីដោយ BBC បានថ្លែងថាការខ្វះខាតយ៉ាងធ្ងន់ធ្ងរនៃប្រព័ន្ធស្ទាក់ចាប់ Patriot ប្រភេទ PAC2 និង PAC3 បានធ្វើឲ្យរដ្ឋធានីគៀវធ្លាក់ក្នុងស្ថានភាពងាយរងគ្រោះទាំងស្រុងចំពោះការវាយប្រហារតាមផ្លូវអាកាសដោយគ្រាប់មីស៊ីលប៉ាឡេស្ទិកក្រៅពីបណ្ដាលឲ្យមនុស្សស្លាប់ហើយនោះចន្លោះប្រហោងទាំងនេះក៏បានបណ្ដាលឲ្យជនស៊ីវិលរាប់សិបនាក់ផ្សេងទៀតរងរបួសនិងដែលខណៈអាគារស្នាក់នៅជាច្រើនខ្នងត្រូវបានដួលរលំយ៉ាងណាទោះគ្មានសមត្ថភាពស្ទាក់ចាប់មីស៊ីលប៉ាឡេស្ទិកមែនប៉ុន្តែអ៊ុយក្រែនបានអះអាងពីការបាញ់ស្កាត់មីស៊ីលគ្រោះយ៉ាងច្រើនគ្រាប់និងបាញ់ទម្លាក់ដ្រូន326គ្រឿងក្នុងចំណោម351គ្រឿងអំឡុងការវាយប្រហារទ្រង់ទ្រាយធំកាលពីចុងសប្តាហ៍នេះពូទីននិងត្រាំគ្រោងជជែកគ្នាម្ដងទៀតក្រោយកិច្ចប្រជុំ NATO វិមានក្រំឡាំងបានប្រកាសកាលពីថ្ងៃទី6ខែកក្កដាឆ្នាំ2026ថាលោកប្រធានាធិបតីរុស្ស៊ីលោកវ៉ាឌីមៀពូទីននិងប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានព្រមព្រៀងនឹងជជែកគ្នាម្ដងទៀតតាមទូរស័ព្ទក្នុងពេលឆាប់ៗខាងមុខនេះតាមការផ្សាយរបស់សារព័ត៌មាន Kurdistan 24ការជជែកគ្នានេះអាចនឹងធ្វើឡើងអំឡុងពេលឬភ្លាមបន្ទាប់ពីកិច្ចប្រជុំកំពូលរបស់អង្គការ NATO នៅក្នុងប្រទេសទូគីក្នុងសប្តាហ៍នេះស្របពេលជាមួយគ្នានេះដែរមន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បានបង្ហើបថាលោកត្រាំនឹងគ្រោងនឹងជួបពិភាក្សាជាមួយនឹងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky នៅថ្ងៃពុធក្នុងកិច្ចប្រជុំ NATO ដើម្បីជំរុញការចរចាសន្តិភាពបញ្ចប់សង្គ្រាមឡើងវិញបន្ទាប់ពីលោក Zelensky រួចលោកត្រាំនឹងទូរស័ព្ទទៅជជែកជាមួយនឹងពូទីនភ្លាមដើម្បីជំរុញការចរចាឲ្យកាន់តែមានប្រសិទ្ធភាពលោក Dmitry Peskov អ្នកនាំពាក្យនៃវិមានក្រំឡាំងបានបញ្ជាក់ថាមេដឹកនាំទាំងពីរពិតជាបានព្រមព្រៀងបន្តទំនាក់ទំនងគ្នាពិតមែនលោកក៏បានចេញមុខការពារលោកត្រាំពីពាក្យចចាមអារាមដែលថាលោកបដូរចិត្តរឿងសង្គ្រាមដោយលោកពេលស្កូវសង្កត់ធ្ងន់ថាលោកត្រាំមានចំហររឹងមាំច្បាស់លាស់និងមិនងាករេតាមខ្យល់ឡើយហើយលោកក៏បានបើកចិត្តស្ដាប់ការពន្យល់ពីសំណាក់ពូទីនផងដែរគួរដឹងថាជំនួបនឹងការជជែកគ្នាយ៉ាងមមាញឹកនេះបានកើតឡើងចំ
ពេលសំខាន់បំផុតខណៈដែលមេដឹកនាំ NATO កំពុងជួបគ្នាដើម្បីពិភាក្សាពីការជួយអ៊ុយក្រែននិងបញ្ហាសន្តិសុខនៅតំបន់អឺរ៉ុប លោកត្រាំថាប្រជាជនអឺរ៉ង់រាប់លានអ្នកចូលរួមបុណ្យសពលោកអាលីខាមីណីធ្វើពុតជាយំទេស្របពេលប្រជាជនអឺរ៉ង់ទូទាំងប្រទេសកំពុងតែកាន់ទុក្ខអតីតមេដឹកនាំរបស់ខ្លួនដែលត្រូវបានអាមេរិកនិងអ៊ីស្រាអែលរួមដៃគ្នាធ្វើឃាតបែរជាប្រមុខសេតវិមានដូណាល់ត្រាំនិយាយបែបចំអកឡក់លើយមនុស្សរាប់លានអ្នកចូលរួមពិធីបុណ្យសពលោកអាលីខាមេនីថាពួកគេធ្វើពុតជាយំទេនៅក្នុងកិច្ចសម្ភាសន៍ទូរស័ព្ទជាមួយនឹងសារព័ត៌មានអាស៊ី កាលពីថ្ងៃច័ន្ទទី6ខែកក្កដាឆ្នាំ2026លោកត្រាំបាននិយាយថាលោកពិតជាភ្ញាក់ផ្អើលដែលឃើញមនុស្សរាប់លានអ្នកចូលរួមពិធីបុណ្យសពនោះប៉ុន្តែអ្វីដែលលោកឃើញគឺទឹកភ្នែកខ្លាំងខ្លាយលោកជឿថាមនុស្សភាគច្រើនមិនចូលចិត្តអាលីខាមេនីឡើយយ៉ាងណាលោកត្រាំបានបញ្ជាក់ថាអាមេរិកអឺរ៉ង់បានព្រមព្រៀងគ្នាលើបទឈប់បាញ់បណ្ដោះអាសន្នរយៈពេលមួយសប្តាហ៍ដើម្បីទុកពេលឲ្យអ៊ីរ៉ង់រៀបចំបុណ្យសពនេះសូមជម្រាបជាថ្មីប្រជាជនអឺរ៉ង់ចន្លោះប្រមាណជា15ទៅ20លាននាក់បានកកកុញពេញដងផ្លូវចូលរួមក្នុងពិធីបុណ្យសពរយៈពេល6ថ្ងៃដែលចាប់ផ្ដើមនៅថ្ងៃទី4ដែលត្រូវជាថ្ងៃសៅរ៍ខែកក្កដាឆ្នាំ2026លោកនេតាន់យ៉ាហ៊ូទទូចសុំកុំឲ្យសហរដ្ឋអាមេរិកលក់យន្តហោះចម្បាំងទំនើបឲ្យទៅទូគីនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោកបេចាមីននេតាន់យ៉ាហ៊ូបានជំរុញយ៉ាងទទូចសុំកុំឲ្យសហរដ្ឋអាមេរិកលក់យន្តហោះចម្បាំងទំនើបឬជាម៉ាស៊ីនយន្តហោះចម្បាំងទៅឲ្យប្រទេសទូគីឡើយនៅក្នុងបទសម្ភាសន៍ជាមួយនឹងទូរទស្សន៍ Fox News បានចាក់ផ្សាយកាលពីថ្ងៃទី6ខែកក្កដាឆ្នាំ2026មុនពេលកិច្ចប្រជុំកំពូល NATO បានចាប់ផ្ដើមនៅក្នុងទីក្រុងអង្ការ៉ាលោកនេតាន់យ៉ាហ៊ូបានសង្កត់ធ្ងន់ថាអាមេរិកមិនគួរផ្ដល់យន្តហោះចម្បាំងធុនធ្ងន់ F-35 ឬម៉ាស៊ីនយន្តហោះចម្បាំងឲ្យទៅទូគីនោះទេព្រោះវាធ្វើឲ្យបាត់បង់តុល្យភាពអំណាចនៅឯមជ្ឈមបូព៌ាដែលបច្ចុប្បន្នត្រូវបានធានាដោយឧត្តមភាពផ្នែកផ្លូវអាកាសរបស់អ៊ីស្រាអែលនិងវត្តមានរបស់អាមេរិកការចេញមុខមកទប់ស្កាត់របស់មេដឹកនាំអ៊ីស្រាអែលរូបនេះធ្វើឡើងបន្ទាប់ពីការមានព័ត៌មានលេចឮថារដ្ឋបាលរបស់លោកត្រាំកំពុងតែជំរុញការលក់ម៉ាស៊ីនយន្តហោះចម្បាំងប្រភេទ General Electric F-110 ទៅឲ្យទួរគីទោះជាមានការជំទាស់យ៉ាងខ្លាំងពីសហភាពអាមេរិកក៏ដោយលោក Grigory Mick ជាមន្ត្រីជាន់ខ្ពស់ខាងគណៈបកប្រជាធិបតេយ្យនៃគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាអាមេរិកបានប្រើប្រាស់អំណាចរបស់ខ្លួនដើម្បីផ្អាកការលក់អាវុធនេះដោយលោកបានរិះគន់រដ្ឋបាលលោកត្រាំថាបានព្យាយាមរំលងការត្រួតពិនិត្យរបស់សភាក្នុងការលក់អាវុធដែលមានតម្លៃជាង$700 លានអាមេរិកក្រៅពីនេះការរំលងសភាលោកមីកក៏បានរិះគន់រដ្ឋាភិបាលត្រាំផងដែរដែលមិនបានគិតគូរពីបញ្ហាសន្តិសុខខណៈដែលទូគីនៅតែបន្តរក្សាទុកប្រព័ន្ធការពារមីស៊ីល S-400 ដែលទិញពីរុស្ស៊ីនៅឡើយបញ្ហាលក់អាវុធដ៏ចម្រូងចម្រាសនេះកំពុងតែคล้ายជាចំណុចក្តៅស្របពេលដែលមេដឹកនាំ NATO បានចាប់ផ្ដើមកិច្ចប្រជុំកំពូលរយៈពេល2ថ្ងៃនៅឯទូគីនិងដែលមន្ត្រីអាមេរិកបានបង្ហើបថាអាចនឹងមានការប្រកាសជាកិច្ចព្រមព្រៀងលក់អាវុធទំនើបតម្លៃរាប់ពាន់លានដុល្លារ
ពីប្រក្រុមហ៊ុនអាមេរិកថែមទៀតផងនៅក្នុងបទសម្ភាសន៍ដដែលនោះលោកនេតាន់យ៉ាហ៊ូក៏បានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះចរិតលក្ខណៈរបស់មេដឹកនាំទូគីដោយលោកបានលើកឡើងចំថាទូគីគឺជាប្រទេសអស្ចារ្យមួយមែនប៉ុន្តែបែរជាត្រូវគ្រប់គ្រងដោយបុរសម្នាក់គឺលោកប្រធានាធិបតីរីសេបថាយីបអេដូហ្គានដែលតែងតែប្រកាសចង់កំទេចប្រទេសអ៊ីស្រាអែលទៅវិញលោកបានបន្ថែមថាមេដឹកនាំទូគីរូបនេះបានចូលកាន់កាប់ទឹកដីពាក់កណ្ដាលនៃប្រទេសស៊ីបនិងកំពុងគំរាមកំហែងប្រទេសក្រិកដែលជាសមាជិក NATO ដូចគ្នាថែមទាំងធ្លាប់បាននិយាយចំហជាគម្រោងចង់វាយយកទីក្រុងហេរូសាឡឹមទៀតផងដែរជំងឺអេបូឡាសម្លាប់មនុស្សលើស500នាក់ហើយនៅសាធារណរដ្ឋប្រជាមានិធិបតេយ្យកុងហ្គោស្របពេលមួយជ្រុងនៃពិភពលោកកំពុងច្បាំងគ្នាក្នុងសង្គ្រាមដោយសារតែសភាវុធប៉ុន្តែមួយជ្រុងទៀតក៏មានសង្គ្រាមដែរតែទោះមិនមែនជាសង្គ្រាមរវាងមនុស្សនិងមនុស្សឡើយពោលគឺជាមនុស្សនឹងច្បាំងជាមួយសត្រូវដែលមើលមិនឃើញនោះគឺជាជំងឺអេបូឡាដែលគណៈទូរលេខមនុស្សស្លាប់នៅសាធារណរដ្ឋប្រជាមានិធិបតេយ្យកុងហ្គោបានហក់ឡើងដល់ជិត500នាក់ហើយតាមសេចក្តីរាយការណ៍របស់ ABS-CBN ដកស្រង់ប្រភពពីអង្គការសុខភាពពិភពលោក WHO សម្រាប់តួលេខមនុស្សស្លាប់ដោយសារតែជំងឺអេបូឡានៅកុងហ្គោគិតត្រឹមថ្ងៃអង្គារទី7 ខែកក្កដាឆ្នាំ2026បានកើនឡើងដល់506នាក់ខណៈ1561នាក់ទៀតកំពុងឆ្លងរោគប៉ុន្តែមានអ្នកជំងឺ254នាក់ទៀតបានជាសះស្បើយវិញស្របពេលជាមួយគ្នានេះដែរអង្គការសុខភាពពិភពលោក WHO ប្រមានថាស្ថានភាពនឹងមិនថមថយឡើយហើយប្រកបប្រកាសឲ្យប្រជាពលរដ្ឋកុងហ្គោចូលរួមសហការជាមួយនឹងអាជ្ញាធរទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺនេះ